សួស្តីថ្ងៃនេះខ្ញុំបានមកធ្វើ play file T ប្រភេទ Honor I'm in Play Store អូខេខ្ញុំនឹងចម្លើយកម្មវិធីរបស់វាឥឡូវខ្ញុំចូលជ្រោមហើយខ្ញុំដាក់ AU or Anora Store គឺខ្ញុំទៅ download Anora Store បាទជា app មួយដែលទៅឡើងដូចជាស្តៀង Play Store ដែរហ្នឹងហើយថែមទៀតមក ABK ចឹងyes Anora Store បាទគឺខ្ញុំយកពាក្យនេះមក4.7ខ្ញុំ download មកគឺ download ទៀតមកទាញមកផ្លឹបមកអូសពីលើមកវិញមកគឺចូលផ្លឹបតែម្ដងគឺ install វាអនុញ្ញាតតែម្ដងមកបាទគេងាយស្រួលទេបាទតម្លើងគឺយើងតម្លើងធម្មតាមកបាទគឺរួចរាល់ជាការស្រេចអញ្ចឹងយើងបាន Anora Store ហើយគឺយើងចូលមើលក្នុង app នេះបើបងប្អូនមានGmail Google គឺយើងដាក់ Gmail Google ទៅ login វាអាចមាន Play Store គឺ Facebook ឲ្យយើងទៅស្វែងរកអញ្ចឹងគឺខ្ញុំ login មកឥឡូវខ្ញុំយក Gmail មួយបាទខ្ញុំយក Gmail មួយស្រាប់ login ទៅវាចូលដល់ស្វែងរកខ្ញុំយក Gmail នោះ Gmail Play Store យើងស្ដើមខាងបន្តិចយក Gmail ចាស់ដើម្បីដាក់ចូលបងប្អូនមាន Gmail ថ្មីក៏ដាក់ចូលទៅវាមិនបញ្ហាទេហើយខ្ញុំនិចចូលGmail នេះខ្ញុំធ្លាប់ប្រើអត់ទេខ្ញុំភ្លេចដែរបំភ្លេច password នេះមកព្រោះខ្ញុំភ្លេច Gmail ដែរយូរតែយើងអាចដាក់ Gmail ក៏បានជួយខាងក្រោមក៏បានដែរខាងក្រោមនេះមិនបាច់ប្រើ Gmail ទេបាទនេះ Facebook អីមានទាំងអស់ឃើញអញ្ចឹងយើង download ទៅ Facebook YouTube អី TikTok អី download ទៅតាមសម្រួលអញ្ចឹង download ទៅ Facebook វិញទៅជ្រោមវិញទៅអី download ស្រួលណាស់បញ្ហាទេហើយយើង download app Anora Store 4.7 ហ្នឹងទៅឲ្យដំណើរការទៅស្រួលទៅឲ្យ download ជ្រោមមួយទៅខ្ញុំ download ជ្រោមមួយសម្រាប់យើង download Gbox ចូលមួយទៀតអញ្ចឹងបាទអញ្ចឹងយើងបាច់ចាំដាក់IDA ញ៉ៃបាន Gmail ញ៉ៃបានយើងចុចចូលទៅបុកទៅ direct ក៏បានអីក៏បានអញ្ចឹងធ្វើបាច់ឲ្យងាយស្រួលធ្វើទៅបាទឥឡូវវាចេញមកអញ្ចឹងហើយយើងមាននេះតម្លើងបាទតម្លើងគឺវាតម្លើងហើយគឺវាអុសខាងលើមកធ្វើវាកំពុងតម្លើងហ៎បាន Facebook មួយណាឥឡូវខ្ញុំ download ជ្រោមឥឡូវកំពុង download ជ្រោមដំណើរការជ្រោមធម្មតាឥឡូវខ្ញុំប្រើ download តាមហ្នឹងវាស្រួលងាយស្រួលមែនទេបាទឥឡូវខ្ញុំ download ជ្រោមហើយខ្ញុំឲ្យវា download ជ្រោមទៅតាមសម្រួលទៅបាទហើយខ្ញុំចង់បាន Messenger មួយទៀតក៏ខ្ញុំ download Messenger មួយទៀតទៅដាក់ Messenger ចឹងដាក់លេខ Miss ចឹងមកក៏ចេញ Messenger ដែរបាទ download Messenger ទៅ keyboard ខ្មែរ download Gbox ខ្មែរ Gboard ខ្មែរក៏បានដែរពេលយើង download មកពេលគេចេញមកពីអញ្ចឹងហើយយើងជិះពាក្យតឡើងអាហ្នឹងជ្រោមណាបញ្ជាក់ហើយគេហើយយើងតឡើងមកទៅបាទហើយMessenger ខ្ញុំ download ពេញហើយគេ install មកឲ្យយើងក្រៅយើងតឡើងនេះទៅអាហ្នឹងស្រួលមែនទែនតែខ្ញុំថយបន្តិចទៅខ្ញុំ download Gboard មួយទៀតទៅ Gboard ហ្នឹងដាក់ GB ចេញហើយអញ្ចឹង install មួយទៀតមកបាទពេល install ចេញពេញវាក៏លោតចេញមកក្រៅអញ្ចឹងហើយយើង install ទៀតទៅណាអានេះកន្លែង keyboard ខ្មែរយើងសេរី keyboard ខ្មែរអីបានអស់ចឹងងាយស្រួលទេ
bạn anh ấyยังប្រើនៅលើ Android Store ទាំងអស់បញ្ជាក់បាទ Android Store តឡើងអានេះ5T Play គឺស្រួលតម្លើងជាងបាទហើយបើកទៅអនុញ្ញាតទៅ keyboard ខ្មែរចងប្រហែល keyboard ទៅក៏ចងទៅនេះគេបានរួចរាល់អស់ហើយអញ្ចឹងយើងចង់បាន Play Store YouTube មួយទៀតយើង download ជុំជ្រុំទៅចូលជ្រុំយើង download ដាក់អក្សរ Gbox ទៅគឺយើង install Gbox ហ្នឹងដើម្បីបង្កើតឲ្យមាន Play Store នៅក្នុងហ្នឹងសម្រាប់យើង download YouTube បកក្រហមមកក្រៅចឹងណាតែបញ្ជាក់យើង download ទៅ YouTube បកក្រហមមកក្រៅទៅបានហើយនឹងដាក់ Gmail ត្រឹមត្រូវទៅអា Gmail យើងត្រូវបង្កើតពីមុខទៅ download ទៅអញ្ចឹងនេះ Gbox បាទហើយចូលនេះខាងលើមក beta version មកទាញមកបានហើយ Gbox បានហើយហើយបញ្ជាក់ទៀតណាគឺអា Gbox ហ្នឹងគឺសម្រាប់តែយើងដាក់តែ Play Store download YouTube ក៏បានហើយសម្រាប់យើង download ដល់អីគឺយើង download ក្នុង Android Store អញ្ចឹងណាអានេះបញ្ជាក់គឺ download នៅក្នុង Android Store ខ្ញុំ download Facebook អីចឹង update នៅក្នុង Android Store ដូចគ្នាបញ្ជាក់ទៀតកុំឲ្យពិបាកភ្លេចទៅដល់លេងពួយនេះគេ download មកទៅច្រឡំ download ក្នុង Play Store នេះគឺ download អត់បានទេគឺសម្រាប់តែអ្នកគេចេះប្រើគេប្រើ app 2គេអាច download ក្នុងនេះបានគេប្រើ Facebook 2អីបាន clone បាន 2 3អញ្ចឹងបានក្នុង Huawei មានសមត្ថភាពគឺចំណុចល្អប៉ុណ្្នឹងឯងហើយក៏វាចេញមក shortcut វាចេញមកក្រៅមកបានងាយស្រួលទេមិនបញ្ហាទេស្រួលមែនទេចាំបន្តិចទៀតមកវានឹងចេញមកវាកំពុង set up មកយើងចុចអនុញ្ញាតមកអូខេហើយចុច shortcut វាមកចេញមកខាងក្រៅមកឥឡូវវាដាក់ shortcut បានទេយើងទៅបើកកន្លែង Gbox កន្លែង setting នេះមកបាទចូលក្នុងកន្លែងនេះកម្មវិធី about នេះមកហើយចូលពីកម្មវិធីមកហើយចុចពី Gbox ទៅចូលទៅកន្លែងបើកអនុញ្ញាតកន្លែង shortcut វាទៅបាទអូសតាំងទៅលើទៅហើយចូលកន្លែងពាក្យអក្សរ set នេះ set អក្សរខ្មែរគេហៅថាពាក្យ set ហើយអូសពីខាងលើទៅគេដាក់អក្សរបង្កើតផ្លូវការតាមអេក្រង់លើពណ៌ដើមអញ្ចឹងបើកអនុញ្ញាតមកហើយថយវាទាំងអស់មកហើយចូលកន្លែងនឹងមកចុចមក shortcut វាមកចេញមកក្រៅនេះគេបាទអាហ្នឹង Play Store ចេញមកក្រៅហើយយើងដាក់ Gmail ចូលទៅដល់ Gmail ហើយយើង download YouTube ក្រហមទៅពេលដល់ YouTube ក្រហមពេញហើយគឺយើង shortcut វាចេញមកក្រៅឲ្យបានអញ្ចឹងមានអីពិបាកទេស្រួលងាយពេលយើង download យើងដាក់ Gmail ចូលហើយយើង download YouTube ក្រហមហើយយើង shortcut ឲ្យ YouTube ហ្នឹងចេញមកខាងក្រៅមកគឺប្រើបានធម្មតាសេអសខ្មែរបានហាមបញ្ជាខ្មែរបានធម្មតាដូចគេដូចឯងដែរអញ្ចឹងអត់បញ្ហាទេឆ្ងល់សួរបានណា